បាទសូមគោរពជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែរខ្ញុំបាទសូមបង្ហាញក៏ដូចជាផ្ដល់ដំណឹងទៅដល់បងប្អូនទាំងអស់គ្នាពេលនេះមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសរកឃើញក្មេងៗចំនួន700នាក់ជាងដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទមួយផងដែរខ្ញុំបាទធ្វើវីដេអូនេះឡើងគឺដើម្បីណែនាំក៏ដូចជាផ្ដល់ដំណឹងទៅដល់ក្មេងៗក៏ដូចជាអាណាព្យាបាលរបស់ក្មេងៗទាំងអស់ឲ្យគាត់មើលថែទាំកូនៗរបស់គាត់បានល្អជាពិសេសរបបអាហារបានត្រឹមត្រូវផងដែរសម្រាប់ក្មេងៗគឺយើងគួរតែឲ្យគាត់បរិភោគដូចជាទឹកដោះគោស្រស់ឲ្យបានច្រើនជៀសវាងបរិភោគគ្រឿងកំប៉ុងដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់ពួកគាត់យ៉ាងខ្លាំងក្លាផងដែរជាក់ស្ដែងពេលនេះគឺយើងដឹងហើយថាមន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារចំនួន700នាក់ជាងដែលមានកើតជំងឺទឹកនោមផ្អែមប្រភេទមួយដូច្នេះបងប្អូនទាំងអស់គ្នាសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាដោយកុំឲ្យកុមារក៏ដូចជាកូនៗរបស់យើងទាំងអស់គ្នាបរិភោគគ្រឿងកំប៉ុងដែលវាមិនល្អទៅដល់សុខភាពរបស់ពួកគាត់ឡើយបើសិនជាបងប្អូនទាំងអស់គ្នាគិតថាវីដេអូមួយនេះមានប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាកុំភ្លេចចុច like share ចែករំលែកដើម្បីផ្ដល់ព័ត៌មាននេះឲ្យបងប្អូនទាំងអស់គ្នាបានដឹងទាំងអស់គ្នាផងដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជម្រាបលាបាយបាយជាក់ស្ដែងខ្ញុំបានសួរអ្នកជំងឺម្នាក់គាត់មកទីពេទ្យដើម្បីឲ្យខាងឃុំគូពេទ្យនៅទីពេទ្យខិតកាប់ចឹងជួយសង្គ្រោះគាត់ដោយសារគាត់ដៃរបស់គាត់គឺមិនដៃទេក្បាលរបស់គាត់គឺកាត់នឹងពុថៅហ្មងបងប្អូនទាំងគ្នាជឿទៅលើច្បាប់កម្មផលអត់សម្រាប់ខ្ញុំគឺជឿ 100% សាសនាព្រះពុទ្ធរបស់យើងត្រង់សម្ដែងថាអ្នកដែលគាត់សាងអីគឺបានដឹងថាមុខរបរគាត់ធ្វើអីរាល់ថ្ងៃអញ្ចឹងគាត់ថាគាត់រកស៊ីកាប់សាច់ឆ្កែកាប់ឆ្កែលក់អញ្ចឹងណាជាធម្មតាអ្នកដែលគាត់ធ្វើអត្តកិច្ចឆ្កែហ្នឹងគឺសម្រាប់យើងអ្នកដែលឆ្លាញ់សត្វគឺមានអារម្មណ៍ថាដិតខ្លាំងមែនតើវារូបភាពមួយដែលពិបាកមើលមែនតើអញ្ចឹងអាចនិយាយបានថាជាកម្មមួយដែលគាត់បានសាងទៅលើសត្វហ្នឹងហើយគឺបកត្រឡប់មកគាត់វិញមិនចាំជាតិក្រោយទេហើយនៅករណីមួយទៀតគឺគាត់ត្រូវដៃខ្ញុំសួរគាត់ថាគាត់ធ្វើមុខរបរអីគឺគាត់សម្រាប់មន់អញ្ចឹងខ្ញុំមានន័យថាគាត់កាប់សាច់មន់កាប់អីអញ្ចឹងមានអារម្មណ៍ថាគឺកម្មហ្នឹងគឺតបស្នងគាត់ព្រាមហ្មងករណីមួយទៀតគឺជាប់អ្នកដែលគាត់ប្រកាសស្ទួយត្រីនេះជាប់ដៃបងប្អូនណាបើសិនមានជាប់មាត់ទៀតជាប់មាត់ក៏មានដែរជាប់ដៃស្ទួយត្រីកញ្ញោមហ្នឹងហើយខ្ញុំនិយាយព្រោះសវលមានគាត់ជាប់នៅក្នុងសាច់គាត់ហ្មងគាត់អាហ្នឹងតែជាប់ហើយបងប្អូនទាំងគ្នាដែលឃើញអ្នកស្ទួយត្រីគាត់ដឹងហើយតែជាប់ត្រីវាដោះអត់ចេញទេអញ្ចឹងជាប់យើងដូចគ្នាដោះអត់ចេញវាកញ្ញោមមកអញ្ចឹងត្រូវការគូពេទ្យជួយសង្គ្រោះចាក់ស្នាមស្ពឹកអីវះកាត់អីយកតែម្ដងគឺមានអារម្មណ៍ថាកម្មតាមតាន់ជាក់ស្ដែងហ្មងគឺអត់ចាំជាតិក្រោយទេអញ្ចឹងជាក់ស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងគឺក្នុងនាមយើងជាប្រជាជនខ្មែរគឺអត់មានអីត្រូវសោកចំអកនេះចិត្តខាងប្រជាជនខាងទេគឺអញ្ចឹងបានថាប្រទេសគេគឺបានធ្វើអីមកលើប្រទេសយើងមួយរយៈពេលមុននោះគឺឥឡូវចាប់ផ្ដើមកម្មតបស្នងសងបារហើយអញ្ចឹងអត់មានអីត្រូវជូនពរអត់មានអីត្រូវអបអរសាទរអត់មានអីត្រូវសោកយំគេទេនេះគឺជាច្បាប់កម្មផលនៃឯងសាងអីគឺបាននឹងអញ្ចឹងប្រទេសថៃឥឡូវនេះកំពុងតែជួបគ្រោះទុរភិក្សគឺគ្រោះទឹកជំនន់ខ្លាំងក្លាមែនទែនគ្រប់ខេត្តរបស់ប្រទេសថៃហ្នឹងណាគឺត្រូវលិចលង់ប្រជាជនអីជួបការលំបាកសត្វអីហ្នឹងមនុស្សយើងគឺមានល្អមានអាក្រក់អាចនិយាយបានថាអញ្ចឹងប៉ុន្តែដល់ពេលដែលប្រទេសយើងជួបការលំបាកអីហ្នឹងគឺប្រទេសគេគឺមិនដែលជួយយើងទេគឺមានតែជន់មានតែស្អប់ខ្ពើមរើសអើងប្រទេសយើងអញ្ចឹងយើងមានតែធ្វើបាបគេឬក៏មើងងាយឬក៏និយាយសោកចំអកគេវិញទេគឺយើងមានតែធ្វើល្អទាំងអស់គ្នាទៅគឺសេចក្តីល្អនឹងការពារយើងហើយអ្នកដែលធ្វើអាក្រក់នឹងទទួលបានផលអាក្រក់ដូចប្រទេសជិតខាងណាដែលគាត់មានចិត្តឈ្នានីសចំណែនធ្វើបាបឈានពានមកលើប្រទេសកម្ពុជាថ្ងៃណាមួយនឹងវិនិច្ឆ័យសន្តិខ្ញុំជឿអញ្ចឹងហ្នឹងហើយអរគុណពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំមកលីកាតូកំពុងតែផ្ទុះខ្លាំងមែនទែនលើទីផ្សារបងប្អូនទាំងគ្នាអាចធ្វើការសាកកំងប្រាប់បានណាគឺពិតជាល្អប្រាក់ខ្លាំងមែនទែនឥឡូវនេះកំពុងតែមានតម្លៃពិសេសជូនបងប្អូនទាំងគ្នាខ្ញុំបាទសូមពឹងបងប្អូនទាំងគ្នាជួយ share វីដេអូមួយនេះម្នាក់មួយព្រោះវាសំខាន់មែនទែនដោយសារមិត្តភក្តិរបស់ខ្ញុំគឺគាត់បានធ្វើជួបបាត់ passport ដោយសារ passport គឺសំខាន់សម្រាប់គាត់ passport របស់គាត់ហ្នឹងគឺមានឈ្មោះផលស្រីលក្ខហើយប្តីរបស់គាត់មួយទៀតណាគាត់បានធ្វើដំណើរទៅព្រំដែនវៀតណាមនៅខេត្តព្រៃវែងហ្នឹងបងប្អូននឹងហៅច្រកអីគេហ៎ច្រកអ្នកលឿងហើយបន្ទាប់មកគាត់បានធ្វើដំណើរមកវិញហ្នឹងគឺតាមផ្លូវអ្នកលឿងតាមស្ពានអ្នកលឿងហ្នឹងខេត្តព្រៃវែងហ្នឹងបន្តដំណើរមកតាមនឹងរហូតអញ្ចឹងបើសិនជាបងប្អូនយើងដែលគាត់បានឃើញកាបូបហ្នឹងគឺពណ៌ខ្មៅហើយគាត់ដាក់ឯកសារមួយចំនួនហើយនឹងមាន passport នៅក្នុងនឹងចំនួន2បើសិនជាបងប្អូនទាំងអស់គ្នាណាដែលគាត់បានឃើញកាបូបលុយហ្នឹងហើយបើឃើញ passport ហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នារើសបានខ្ញុំនឹងមិត្តភក្តិរបស់ខ្ញុំគឺធ្វើការបកគលថវិកាជាសកលជនបងប្អូនដែលគាត់passport របស់គាត់បានហ្នឹងណាបងប្អូនបើសិនជាបានឃើញអញ្ចឹងសូមជួយផងជួយមិត្តភក្តិខ្ញុំផងហើយកាបូបហ្នឹងគឺអត់មានលុយទេគឺមានតែ passport សំខាន់ចង់បានតែ passport វិញទេអញ្ចឹងបើសិនជាបងប្អូនណាដែលគាត់រើសបានគាត់ឃើញដូចខ្ញុំនិយាយឈ្មោះគាត់អញ្ចឹងនៅក្នុង passport ហ្នឹងគាត់អាចតាក់ទងមកខ្ញុំក៏ដូចជាឆាតមកខ្ញុំផ្ទាល់មកខ្ញុំមានសកលជូនគាត់អញ្ចឹងសូមបងប្អូនទាំងគ្នាជួយ share វីដេអូមួយនេះម្នាក់មួយផងគឺពិតជាសំខាន់មែនតើ Vài chân ơi sao anh ở hộp kênh passport với nhá.
cái này em nói được này អូដល់ចង់និយាយថាឥឡូវហ្នឹងមិត្តភក្តិរបស់ខ្ញុំហ្នឹងរក passport ឃើញវិញហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជំនួសវាជំនួសពួកគាត់ឥឡូវគាត់រក passport ឃើញវិញហើយបងប្អូនអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយ share វីដេអូម្សិលមិញនិងអរគុណបងប្អូនទាំងអស់គ្នាមែនតើដែលគាត់បានសហការឲ្យបានជួយរក passport មិត្តភក្តិខ្ញុំឃើញវិញនៅក្រាសាំងដែលគាត់បានឈប់ជំនុំណាឥឡូវរកឃើញវិញហើយអរគុណបាយបាយ